បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះព្រឹកនេះគឺមិនមានអ្វីច្រើនទេបងប្អូនគ្រាន់តែបង្ហាញពីសកម្មភាពឲ្យចំណីមាន់ពេលព្រឹកបងប្អូននេះឲ្យដោយក្របអង្គបងប្អូនក្របអង្គមួយកំប៉ុងបងប្អូននេះតំណើមគ្នាបងប្អូនมันស្រែយើងចិញ្ចឹមនៅផ្ទះតិចតួចតែចិញ្ចឹមនៅផ្ទះបើយើងដាក់ដោយក្របអង្គបើយើងឲ្យច្រើនពេកបើដូចមិនញីអើយអាចធំធាត់ខ្លាំងពងតិចបងប្អូនពងតិចទៅព្រោះអីធ្វើឲ្យខ្លាញ់ឡើងទៅអត់សូវមានពងទេបងប្អូនគឺចំណីយើងឲ្យធ្វើម៉េចឲ្យមានតុល្យភាពជាមួយនឹងមិនបងប្អូនថិតពេកបើដូចបងប្អូនចិញ្ចឹមយកសាច់ចិញ្ចឹមយកមិនលក់ឲ្យច្រើនល្អបងប្អូនឲ្យថិតសាច់ច្រើនមានទម្ងន់ហើយបើដូចខ្ញុំបាទចេះចិញ្ចឹមដើម្បីឲ្យមានការកើនឡើងមិនដូចថាយើងចិញ្ចឹម3ឡើងដល់5ដល់6ដល់10ចឹងណាបងប្អូនហើយខ្ញុំបាទចិញ្ចឹមណែមើលណែបងប្អូននេះគឺធំមកល្មមបងប្អូនថិតពេកជំធំពេកទេប៉ុន្តែគឺធំហើយបងប្អូនមិនតូចទេនេះនេះបបានេះមិនតិចគីឡូទេនេះយ៉ាងទៀតក៏3គីឡូដែរ3គីឡូទៅ3ជាងហើយនេះ3 4ហើយបើមួយនោះអាចចូល5គីឡូនោះបាជ្រេះបងប្អូនមើលក្នុងទូរស័ព្ទប្រៀបហាក់បីដូចជាតូចបងប្អូនប៉ុន្តែបើមើលពីខាងក្រៅវិញធំខ្លាំងមែនទែនចាប់លើកនោះចង់គ្រិចស្មាខ្លួនយើងនោះបងប្អូនបងប្អូនមិនហ៊ានចូលបាក់ទៅក្នុងដុតទៅចំណៃលឹកពេះហើយនៅតែដេញគ្នានៅមួយចាប់ត្រៀមចូលមួយចាប់ត្រៀមចូលមកចូលរួមហ្នឹងរត់ឆ្វែលហើយចាប់រត់ឆ្វែលបងប្អូនរួយចាប់នេះនៅក្នុងដើមឈើនៅផ្ទះខ្ញុំបាទគឺឈប់ខ្លាចម្ចាស់ផ្ទះអស់ហើយដេញចិត្តម្ចាស់ផ្ទះអស់ថាម្ចាស់ផ្ទះអត់ធ្វើអីមិនស្រែយើងចិញ្ចឹមនៅផ្ទះដោយចាប់ផ្ដើមពីមិន3ក្បាលបងប្អូនឥឡូវនេះកើនដល់ប្រហែលតែជា10ជាងបងប្អូនច្រើនដែលចិនកើតមិនត្រឹមតែប៉ុណ្ណេះទេបងប្អូននេះដោយសារចាប់បញ្ចេញអស់តាមពិតមកច្រើនជាងនេះប៉ុន្តែនៅប៉ុណ្ណេះទៅខ្ញុំបាទថាកើនតែប៉ុណ្ណេះតាមពិតកើនច្រើនជាងនេះប៉ុន្តែចាប់ចេញអស់បងប្អូនសារខ្ញុំដាក់ឲ្យក្នុងកទៅខ្ញុំបាទមិនជាចិញ្ចឹមច្រើនលើសលប់ទេបងប្អូនកថ្លៃបងប្អូនអើយកលក់ស្រូវបានចេញថោកផលិតចេញមកថ្លៃចាំវីដេអូក្រោយៗខ្ញុំបាទនឹងប្រាប់ពីវិធីសាស្ត្រក្នុងការលាយចំណីឲ្យមិនបងប្អូនចំណីពិសេសធ្វើមិនបងប្អូនធំធាត់លឿននិងចំណាយថវិកាតិចបងប្អូន
បាទវីដេអូខ្ញុំបាទមានតែប៉ុណ្្នឹងទេបាទសូមអរគុណបងប្អូនចំពោះការតាមដាននៅវីដេអូរបស់ខ្ញុំបាទបើសិនជាបងប្អូនចូលចិត្តកុំភ្លេចចុច like share និងចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗអំពីខ្ញុំបាទហើយខ្ញុំបាទក៏សន្យានឹងបងប្អូនថាវីដេអូក្រោយៗខ្ញុំបាទនឹងចេញពីការលាយចំណីឲ្យមិនឲ្យធំធាត់លឿនបងប្អូនអានេះដោយសារពេលវេលាខ្លីពេកទៅខ្ញុំបាទដាក់ជាងកោឲ្យសារខ្ញុំបាទរវល់ដែរបងប្អូនខ្ញុំមានពេលទំនេរខ្ញុំនឹងលាយចំណីឲ្យបងប្អូនមើលឲ្យមិនគឺធំធាត់លឿនណាស់បងប្អូនបាទសូមអរគុណបងប្អូនសូមជម្រាបលា